ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះជាចិន្តាដែលជាលោកសិស្សរៀននៅថ្នាក់ A ថ្ងៃនេះនាងខ្ញុំសូមធ្វើវីដេអូមួយក្នុងសម្រាប់មេរៀនសាស្ត្រាទី11ដែលមានចំណងជើងថាការវិតម្លៃលើចរិយាបថនិងបំណិនសាស្ត្រក្នុងមេរៀននេះគឺចែកចេញជា5ចំណុចដោយចំណុចទី1គឺយើងនិយាយអំពីចរិយាបថរបស់សិស្សអញ្ចឹងចរិយារបស់សិស្សនោះគឺជាជំនាញទុនចាជំនាញទុននោះមានន័យថាគឺជាជំនាញធម្មជាតិរបស់សិស្សចាគឺជាជំនាញក្នុងខ្លួនបានមកពីធម្មជាតិរបស់សិស្សឬក៏ជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលទទួលបានតាមរយៈបទពិសោធន៍ការសិក្សានិងការងារតែមានន័យថានៅពេលដែលពួកគេបានធ្វើការសិក្សាឬក៏ធ្វើការងារណាមួយនៅក្នុងពេលសិក្សាហ្នឹងពួកគេតែងតែទទួលបានបទពិសោធន៍ល្អៗពីមេរៀនដែលពួកគេបានរៀនហើយចរិយារបស់សិស្សហ្នឹងក៏មានសមាសភាពសំខាន់មួយចំនួនដូចជាការគ្រប់គ្រងខ្លួនឯងអញ្ចឹងសិស្សដែលមានចរិយាប័ត្រល្អគឺគាត់គឺជាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯងចាគាត់ស្គាល់អ្វីដែលហៅថាវិន័យស្គាល់អ្វីដែលហៅថាទង្វើមិនល្អស្គាល់អ្វីដែលហៅថាភាពត្រឹមត្រូវចាគាត់ចេះសហការជាមួយអ្នកដទៃអញ្ចឹងសម្រាប់សិស្សដែលមានចរិយាប័ត្រល្អគឺគាត់មានការសហការជាមួយនឹងអ្នកដទៃបានល្អគាត់មិនរើសអើងគាត់មិនចេះខ្មាំងឆ្មៃអញ្ចឹងចង់មកន័យថាគឺគាត់ចូលគេចុះគ្រប់កលៈទេសៈតែម្ដងការប្រស្រ័យតាក់ទងការច្នៃប្រឌិតអញ្ចឹងចំណុចនេះគឺចង់និយាយថាគឺគាត់ពេលគាត់ចេះសហការមួយអ្នកដទៃហើយគាត់ក៏ចេះពីរបៀបទំនាក់ទំនងផងដែរចាហើយគាត់តែងតែជាមនុស្សដែលមានការគិតការច្នៃប្រឌិតបែបថ្មីចាហើយគាត់ក៏ជាមនុស្សដែលមានភាពអត់ធ្មត់និងសេចក្តីមេត្តាទៅលើការងារនិងការសិក្សាផ្សេងៗឬក៏ចំពោះទំនាក់ទំនងផងដែរហើយគាត់ក៏ជាមនុស្សដែលមានការយកចិត្តខ្ពស់អញ្ចឹងបានន័យថាគាត់នឹងគឺជាមនុស្សដែលមានការគ្រប់គ្រងលើខ្លួនឯងល្អហើយគាត់ក៏យកចិត្តអ្នកដទៃផងដែរចំណុចទី2គឺយើងនិយាយពីបំណិនពុទ្ធិបំណិនពុទ្ធិនោះមានន័យថាជាជំនាញដែលប្រើសម្រាប់គិតវិភាគហេតុផលចោះចាំនិងការរៀនសូត្រលក្ខណៈសម្បត្តិរបស់បំណិនពុទ្ធិនេះរួមមានសមត្ថភាពក្នុងការចោះចាំមេរៀនការចងអារម្មណ៍ភាពបត់បែនការវិភាគបញ្ហាជាលម្អិតនិងការបែងចែកចំណាត់ថ្នាក់ព័ត៌មានអញ្ចឹងលក្ខណៈសម្បត្តិគឺពេលគាត់មានលំហើយគឺគាត់លំរបស់គាត់នោះគឺជាការចង់អារម្មណ៍ចាអញ្ចឹងនៅពេលដែលគាត់រៀនអ្វីមួយគឺការអ្វីមួយហើយគាត់តែទៅយកចិត្តទុកដាក់ចង់អារម្មណ៍គឺការរៀននោះឬក៏រៀនមេរៀននោះឲ្យបានល្អហើយគាត់ក៏ជាមនុស្សដែលមានភាពបត់បែនចាគាត់អត់មានប្រវាអីទេគ្រាន់តែថាមេរៀនបែបម៉េចគាត់ចេះបាត់បែនការងារបែបម៉េចក៏គាត់ចេះបាត់បែនទៅតាមកលៈទេសៈចំណេះចេះគាត់ក៏ចេះវិភាគបញ្ហាជាលម្អិតដែរហើយមួយទៀតគឺគាត់ចេះបែងចែកចំណាត់ថ្នាក់ព័ត៌មានអញ្ចឹងគាត់អាចបើគិតថាព័ត៌មាននេះជាប្រភេទយ៉ាងម៉េចព័ត៌មាននេះគឺជាប្រភេទអ្វីអានេះជាមេរៀនពីអ្វីនោះគឺជាមេរៀនពីអ្វីគឺគាត់អាចបែងចែកច្បាស់លាស់ចំណុចទី3ទំនាក់ទំនងរវាងចរិយាសម្បទានិងលទ្ធផលសិក្សាចំណុចទី3គឺមាន3ចំណុចទីសំខាន់ទី1ចរិយាសម្បទានិងបំណិនសម្បទាគឺជាកត្តាចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានិងអាជីពអញ្ចឹងដើម្បីយើងចង់បានភាពជោគជ័យក្នុងការសិក្សាឬក៏អាជីពការងារផ្សេងៗតើតែយើងនឹងមានចរិយាសម្បទានិងបំណិនសម្បទាដែលជាចំណុចសំខាន់ទាំងពីរនេះត្រូវតែដើរទន្ទឹមគ្នាបើសិនជាយើងអត់មានចំណុចណាមួយបើយើងមានតែបំណិនសម្បទាប៉ុន្តែយើងខ្វះចរិយាសម្បទាអញ្ចឹងយើងក៏មិនបានទទួលភាពជោគជ័យនៅក្នុងអាជីពការងារឬក៏ក្នុងការសិក្សាផងដែរបើសិនជាយើងមានចរិយាសម្បទាប៉ុន្តែយើងខ្វះបំណិនសម្បទាបានន័យថាយើងមានបទពិសោធន៍ការងារយើងមានភាពអត់ធ្មត់ប៉ុន្តែយើងអត់មានភាពប៉ិនប្រសប់ចាបើសិនជាយើងអត់មានភាពប៉ិនប្រសប់ការជោគជ័យក៏អត់មានសម្រាប់យើងដែរនៅក្នុងការសិក្សាឬក៏អាជីពការងារចំណុចទី2សិស្សដែលជោគជ័យគាត់រមែងតែមានក្តីសង្ឃឹមជានិច្ចអញ្ចឹងខុសពីសិស្សដែលមិនជោគជ័យអញ្ចឹងឥឡូវយើងនិយាយពីសិស្សដែលជោគជ័យមុនអញ្ចឹងគាត់តែងតែមានក្តីសង្ឃឹមព្រោះអីគាត់ធ្វើអីតែងតែបានល្អទោះបីមានកំហុសឆ្គងទោះបី
ពីគាត់ធ្វើចំណុចទៅមានការបរាជ័យក៏គាត់តែមានក្តីសង្ឃឹមចំណេញព្រោះអីគាត់គឺជាមនុស្សដែលមានចរិយាសម្បទានិងបំណងសន្តិភាពខ្ពស់សុទិដ្ឋិនិយមអញ្ចឹងសិស្សដែលជោគជ័យគាត់តែងតែមានសុទិដ្ឋិនិយមនោះគឺមានន័យថាការគិតល្អចាការគិតល្អគាត់តែងតែជាមនុស្សម្នាក់ដែលរកឃើញដំណោះស្រាយនៅក្នុងបញ្ហាជានិច្ចអញ្ចឹងរាល់អ្វីដែលគាត់នឹងត្រូវធ្វើគឺគាត់អត់ដែលគិតពីរឿងពិបាកអីគឺគាត់គិតតែរឿងងាយស្រួលហើយនឹងជិះធ្វើទៅបានដោយរលូនអាកប្បកិរិយាវិជ្ជមានអញ្ចឹងសិស្សដែលជោគជ័យគឺគាត់ជាមនុស្សម្នាក់ដែលតែងតែមានអាកប្បកិរិយាវិជ្ជមានស្គាល់ខុសស្គាល់ត្រូវស្គាល់ចាស់ស្គាល់ក្មេងស្គាល់ទុំស្គាល់អ្វីដែលល្អអ្វីដែលមិនល្អចាចូលចិត្តស្វែងរកគំនិតថ្មីអញ្ចឹងឲ្យតែគាត់មានភាពជោគជ័យហើយគាត់តែងតែបែកគំនិតចាមានបែកគំនិតទៅរឿងអីខុសទេគឺបែកគំនិតក្នុងការរកចំណេះដឹងថ្មីមកបង្ហាញមកប្រើប្រាស់ខ្លួនឯងសម្រាប់អនាគតហើយសិស្សដែលជោគជ័យគាត់តែងតែផ្ដល់តម្លៃលើការសិក្សាអញ្ចឹងសិស្សដែលជោគជ័យគឺគាត់អត់ខ្ជិលក្នុងការរៀនទេគឺគាត់ស្រឡាញ់ការរៀនព្រោះអីការសិក្សាធ្វើឲ្យគាត់មានគំនិតមានចរិយាមួយដែលមានតភាពជោគជ័យនៅក្នុងអាជីពការងារនិងការសិក្សារបស់គាត់ដែរអញ្ចឹងពីផ្ទុយទៅវិញនៅចំពោះសិស្សដែលបរាជ័យចំពោះសិស្សដែលបរាជ័យគឺសំដៅទៅលើសិស្សដែលគាត់អត់មានបណ្ឌិតសម្បទាឬក៏ចរិយាសម្បទាល្អឯងចាគាត់តែមានអារម្មណ៍វិជ្ជមានចំណិចគាត់ខ្ជិលរៀនគាត់ខ្ជិលធ្វើការគាត់អត់ចង់ធ្វើគាត់គិតឃើញថាបើធ្វើទៅគឺខុសអាចតែធ្វើគឺខុសអញ្ចឹងគាត់អត់មានអារម្មណ៍ណាដែលចង់ធ្វើឬក៏ចង់រៀនទៀតទេដោយសារអីដោយសារគាត់អត់មានបំណិនឬក៏អត់មានចរិយាសម្បទាហ្នឹងល្អដូចគេហើយគាត់តែងតែមនុស្សដែលគាត់តែងតែជាមនុស្សដែលគ្មានក្តីសង្ឃឹមសិស្សដែលបរាជ័យហ្នឹងគឺគាត់គិតអត់វែងទេគឺគាត់គិតខ្លីគ្មានក្តីសង្ឃឹមគាត់មើលអនាគតគាត់អត់ឃើញហើយគាត់ក៏អត់ចេះរៀបអនាគតរបស់គាត់ថានឹងត្រូវធ្វើអីដែរសិស្សដែលជោគជ័យគឺសិស្សដែលបរាជ័យក៏ព្យាយាមគិតពីបញ្ហាអញ្ចឹងចំណុចនេះមានន័យថាឲ្យតែមានបញ្ហាអីមួយគឺគាត់អត់ចូលខ្លួនមកដោះស្រាយគាត់អត់ចង់គិតគាត់អត់ចង់វែងញែកគាត់អត់ចង់វិភាគរកដំណោះស្រាយនៅក្នុងបញ្ហាហ្នឹងឯងអញ្ចឹងគាត់តែងតែគិតបេះរហូតអញ្ចឹងវាធ្វើឲ្យគាត់នឹងគ្មានចំណិននៅក្នុងខ្លួនដោយគេដែលជាសិស្សដែលជោគជ័យនោះទេហើយគាត់តែងតែមានការរិះគន់ចាធ្វើអីគឺគាត់អត់ឲ្យតម្លៃគាត់តែងតែរិះគន់ថាចំណុចនឹងមិនល្អរឿងនឹងមិនល្អគឺគាត់មើលឃើញតែភាពមិនល្អនៅក្នុងភ្នែកគាត់តែមុខគាត់ចំណុចទី4អាកប្បកិរិយានិងកត្តាជះឥទ្ធិពលចំណុចនេះគឺយើងចង់និយាយពីអាកប្បកិរិយាហ្នឹងគឺជាបណ្ដុំនៃផ្លូវអារម្មណ៍ដែលសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ឬមនុស្សចាអញ្ចឹងអាកប្បកិរិយាហ្នឹងមានន័យថាគឺជាអារម្មណ៍បញ្ជាសកម្មភាពចាតើតើយើងមានគំនិតមានអារម្មណ៍នៅក្នុងខ្លួនគឺយើងនឹងបញ្ចេញជាសកម្មភាពដែលយើងហៅថាអាកប្បកិរិយាហ្នឹងហើយគឺវាសម្ដែងចេញដែលឆ្លើយតបទៅនឹងហេតុការណ៍ឬក៏មនុស្សមួយជុំវិញខ្លួនអញ្ចឹងបើសិនណាមនុស្សមួយជុំវិញខ្លួនធ្វើឲ្យយើងមានគំនិតមិនអាកប្បកិរិយារបស់យើងនឹងសម្ដែងចេញមកដោយអ្វីដែលយើងគិតអញ្ចឹងចំណុចទី2កត្តាជះឥទ្ធិពលលើអាកប្បកិរិយាចំណុចនេះគឺរួមមានបទពិសោធន៍ទូនាទីបទដ្ឋានសង្គមឬក៏ការសង្កេតមើលមនុស្សជុំវិញខ្លួនអញ្ចឹងកត្តាដែលជះឥទ្ធិពលហ្នឹងគឺវាមានទូនាទីសំខាន់នៅបទដ្ឋានសង្គមហើយក៏ជួយឲ្យយើងមានការសង្កេតមើលមនុស្សជុំវិញខ្លួនផងដែរចំណុចទី5យើងនិយាយពីភាសាក្នុងការវិតម្លៃចាភាសាក្នុងការវិតម្លៃចរិយាសម្បទានិងសម្បទានេះគឺយើងសង្កេតគឺយើងចង់និយាយពីការសង្កេតរបស់គ្រូអញ្ចឹងចំណុចនេះមានន័យថាគ្រូត្រូវកំណត់គោលដៅនិងចំណុចដែលត្រូវសង្កេតលើសកម្មភាពសិស្សឲ្យបានច្បាស់លាស់ទាំងក្នុងនិងក្រៅម៉ោងសិក្សាអញ្ចឹងបើសិនជាយើងចង់វិតម្លៃចរិយាឬក៏បំណិតសម្បទារបស់សិស្សយើងត្រូវតែកំណត់គោលដៅចាកំណត់គោលដៅថាយើងចង់វិតម្លៃនៅចំណុចណាមិនបានន័យថាសុខទៅវាតម្លៃដូចគ្នាគោលដៅការវិតម្លៃរបស់យើងនឹងមិនទទួលបានជោគជ័យឡើយចំណុចបន្ទាប់គឺការវិតម្លៃចរិយាសម្បទាអញ្ចឹងការវិតម្លៃចរិយាសម្បទារបស់សិស្សនោះគឺយើងត្រូវធ្វើឡើងច្រើនដងមិនមែនធ្វើតែម្ដងហ្នឹងបានល្អ
ឬក៏បានមកចោះទេហើយយើងត្រូវតែប្រើរយៈពេលយូរផងដែរមិនមែនត្រឹមតែ1ម៉ោងមិនមែន2ម៉ោងក៏មួយថ្ងៃ2ថ្ងៃទេគឺយើងត្រូវតែវាតម្លៃលើចរិយាសម្បទារបស់សិស្សហ្នឹងគឺប្រើរយៈពេលយូរអាចតាមមួយខែនេះឬក៏មួយពេញមួយឆ្នាំសិក្សាក៏មានដែរព្រោះអារម្មណ៍និងទឹកមុខរបស់សិស្សអាចផ្លាស់ប្ដូរឆាប់រហ័សព្រោះអីសិស្សគាត់តែងតែមានអារម្មណ៍ប្រែប្រួលមានទឹកមុខប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែអញ្ចឹងបើយើងចង់វាតម្លៃចរិយាសម្បទារបស់សិស្សយើងត្រូវតែប្រើរយៈពេលឲ្យយូរទើបយើងអាចមានតម្លៃដែរចាអញ្ចឹងខ្ញុំការបកស្រាយរបស់ខ្ញុំសូមអរគុណតែប៉ុណ្ណេះចាសូមអរគុណលោកគ្រូនិងជំរាបលា